យកទ័ពមកច្រើនជាងមុនទៅទៀតដូច្នេះថ្នាក់លើបានបញ្ជូនខ្ញុំឲ្យទៅមិនយូរនោះទេលោកម្ចាស់ប្រុសនឹងចេញទៅធ្វើសង្គ្រាមជាមួយនឹងចៅប្លន់ទឹកដីហើយឯងត្រូវតាមដានគាត់ជានៅស្ងៀមបើសិនជាមិនចង់ស្លាប់ទេលោកអ៊ំខ្ញុំគឺជាកូនសម្ោចលោករាជនីថ្ងៃនេះខ្ញុំចង់ប្រាប់ថាខ្ញុំត្រូវចេញដំណើរទៅតាមម៉ាក់ប៉ារបស់ខ្ញុំមួយរយៈគ្រួសាររបស់ខ្ញុំនឹងចេញដំណើរទៅនៅថ្ងៃស្អែកនេះហើយ បងមេតាតាមម៉ាក់ប៉ាបងទៅលេងស្រុកមែនទេ អត់ទេមិនបានទៅស្រុកទេគាត់ត្រូវទៅរកស៊ីនៅស្រុកឆ្ងាយគាត់ថាដោយសារតែគាត់បារម្ភពីបងគ្មានអ្នកនៅមើលថែទើបគាត់ចង់យកបងទៅដែរដោយឯងដឹងស្រាប់ហើយថានៅទីនេះបងគ្មានបងប្អូនសាច់ញាតិនោះទេអញ្ចឹងបើបងមិនទៅជាមួយគាត់បងត្រូវនៅម្នាក់ឯងបើនៅម្នាក់ឯងបងនៅមិនកើតទេ បងតែបានប្អូនមានអ្នកណាលេងជាមួយទៅលេងជាមួយក្មេងភូមិផ្សេងខ្លះគេធ្វើបានណាមានបងនៅក្បែរមានភាពកក់ក្ដៅព្រោះបងតែងតែជួយការពារប្អូនជានិច្ចម្យ៉ាងតែក៏មិនចង់ឲ្យប្អូនណាលេងឆ្ងាយរហូតដែរដូច្នេះបើសិនបងទៅបាត់ប្អូននឹកស្លាប់ហើយបងកុំទៅអីបងនៅផ្ទះជាមួយប្អូនបានតែនៅផ្ទះមានបន្ទប់ទំនេរច្រើនណាស់បងចង់នៅមួយណាក៏បានដែរ រាជនីបងមិនអាចនៅផ្ទះប្អូនបានទេប៉ាម៉ាក់របស់បងក៏មិនអនុញ្ញាតនៅក្នុងរឿងនេះដែរបើទោះបីជាគាត់អនុញ្ញាតក៏ប៉ាប្អូនមិនឲ្យនៅដែរគំនិតបងអីត្រឹមពី3ឆ្នាំប៉ុណ្ណោះបងនឹងត្រឡប់មករកប្អូនម្ដងទៀត បងនៅជាមួយប្អូនទៅណាបងណាប៉ាប្អូនស្រឡាញ់អូនណាស់បើសិនប្អូនសុំគាត់ប្រកាសជាគាត់ឲ្យបងនៅហើយ អត់ទេកុំរំខានគាត់អីហើយម្យ៉ាងបងក៏អត់ចេះនៅឆ្ងាយពីពុកម៉ែដែរ អញ្ចឹងបងអត់នៅប្អូនទេហ៎ កុំនិយាយអញ្ចឹងអីទោះទៅដល់ទីណាក៏បងនឹកប្អូនដែរយើងរស់នៅមួយគ្នាច្រើនឆ្នាំមកហើយទ្រាំបន្តិចទៅបងនឹងត្រឡប់មករកប្អូនវិញបងសន្យាណាកូនរាជនីមកញ៉ាំបាយកូនបាយរៀបចំហើយចាពុកឆាប់ទៅប្អូនពុកប្អូនហៅហើយបងក៏ត្រូវទៅរៀបអីវ៉ាន់ដែរកុំភ្លេចបងណា បងនៅមួយផ្លែទៀតបានអត់ប្អូនចង់ចាំរកបងនៅពេលវេលាដែលមាននៅពេលនេះឲ្យដិតជាប់ក្នុងអារម្មណ៍ទុក បានប្អូនមួយសន្ទុះក្រោយមកលោកតាលុនក៏បានហៅរាជនីម្ដងទៀតលើកនេះគាត់បានដើរចុះពីលើផ្ទះសំដៅមករកនាងនិងនិយាយថាយំម្លេះកូននៅធ្វើអីហ្នឹង ចាពុកកូនទៅលើហើយចាំមិនដេញពុក កូនមិនសប្បាយចិត្តរឿងអីមែនទេទើបកូនមិនញ៉ាំបាយបែបនេះណាធ្វើឲ្យកូនស្រីប៉ាខឹង អត់ទេប៉ាដោយសារបងមេតាគាត់ត្រូវទៅឆ្ងាយជាមួយប៉ាម៉ាក់គាត់នៅថ្ងៃស្អែកដូច្នេះគ្មានអ្នកណាលេងជាមួយកូនទេ កុំគិតច្រើនខ្លាំងពេកនៅមានប៉ាដែរតើអត់មាននរណាគេលេងជាមួយកូនប៉ាអាចលេងជាមួយកូនបានតើ ប៉ារវល់រហូតហ្នឹងមានពេលណាមកលេងជាមួយកូនបើប៉ារវល់ប៉ាទៅចុះមិនអីទេ លើកបងវាមកឆ្លៀនពីទឹកដីរបស់យើងទៀតហើយមកលើកនេះវាយកទ័ពមកច្រើនជាងមុនទៅទៀតដូច្នេះថ្នាក់លើបានបញ្ជូនខ្ញុំឲ្យទៅមុន អញ្ចឹងថែរក្សាខ្លួន ល
នោះទេលោកម្ចាស់ប្រុសនឹងចេញទៅធ្វើសង្គ្រាមជាមួយនឹងចៅប្លន់ទឹកដីហើយ ឯងត្រូវតាមដានគាត់ជាសម្ងាត់បន្តទៀតហើយត្រូវចាំថាប្រសិនបើគាត់មានបញ្ហាអ្វីឬជួបគ្រោះថ្នាក់ណាមួយត្រូវបញ្ជូនដំណឹងឲ្យយើងជាបន្ទាន់ បានលោកស្រីម្ចាស់ ឆាប់ទៅកុំភ្លេចអ្វីដែលយើងបានប្រាប់បើឯងហ៊ានតែផ្លត់ស្នៀតយើងនឹងដាក់ទោសឯងជាមិនខានជាពិសេសត្រូវបញ្ជូនកូនចៅរបស់យើងតាមជួយការពារកូនស្រីយើងផង បាទលោកស្រីម្ចាស់តើខ្ញុំត្រូវបញ្ជូននរណាទៅជួយការពារអ្នកទាំងតូច រឿងនេះឯងចាត់ចែងតែខ្លួនឯងទៅបើមិនចឹងទេបញ្ជូនកូនកុជសីទៅព្រោះកូនស្រីរបស់យើងជួយចិត្តចិញ្ចឹមសត្វឆាប់ទៅបើមានបញ្ហាអីឆាប់បញ្ជូនដំណឹងមកភ្លាម ទទួលបញ្ជាលោកស្រីម្ចាស់ខ្ញុំនឹងធ្វើឲ្យបានល្អទុកចិត្តលើខ្ញុំចុះ ឯងនៅកូនផងខ្ញុំទៅមើលខាងមុខបន្តិចមើលទៅមិនអាចទៅមុខបានបន្តទៀតបានទេ ចាប្រយ័ត្នប្រយែងណាពុកវា ខ្ញុំដឹងហើយ មានរឿងអ្វីពុក ពុកមិនប្រកបនោះទេចាំពុកទៅមើលសិនកូនចូលមកក្នុងឡានជាមួយម៉ែឯងសិនមកឈប់មើលទេសភាពអីទៀតទៅនៅខាងមុខកងទ័ពរបស់យើងអាចនឹងកំពុងតែប្រឈមមុខជាមួយនឹងចៅឈ្លានពានហើយ បាទឆាប់មកវិញពុក មេតាឆាប់មកក្នុងឡានមកកូន បាទម៉ែ បន្ទាប់ពីលឺយន្តហោះទម្លាក់គ្រាប់បែកនៅក្បែរនោះធ្វើឲ្យលោកតាវងមានអារម្មណ៍ភ័យខ្លាចជាខ្លាំងបន្ទាប់មកក៏រត់មកយ៉ាងត្រហេតត្រហប់មករកកូននិងប្រពន្ធវិញ ឯងឆាប់នាំកូនទៅលាក់ខ្លួនសិនទៅឬក៏ត្រឡប់ទៅក្រោយរកទីតាំងសុវត្ថិភាពទៅមើលទៅសភាពការមិនស្រួលនោះទេខ្ញុំចេញទៅជួយបងប្អូនកងទ័ពនៅជួរមុខសិន ចាស់ឯងកុំបារម្ភនឹងខ្ញុំណាខ្ញុំនឹងមើលថែកូនឲ្យបានល្អតែឯងត្រូវចាំថាទោះមានរឿងអីក៏ដោយត្រូវតែត្រឡប់មកផ្ទះវិញរកខ្ញុំនិងកូនពួកយើងចាំឯងមកបាយជុំគ្នាណា កុំបារម្ភអីពួកវាមិនអាចធ្វើអីបងបានទេជីវិតមួយនេះទុកសម្រាប់តែអូននិងកូនប៉ុណ្ណោះគ្មាននរណាម្នាក់អាចយកវាទៅបាននោះទេ ពុកត្រូវមកវិញណាកូនរងចាំពុករហូត ពុកមកនៅកូនត្រូវចេះស្ដាប់បង្គាប់និងធ្វើជាក្មេងល្អហើយជួយមើលថែម៉ែកូនផងពុកសន្យាថាពុកនឹងមកវិញមកជុំម្ដាយនិងកូនវិញ លោកតាវងបានផ្លាស់ប្ដូរសម្លៀកបំពាក់ជាកងទ័ពនិងកាន់អាវុធរត់ចេញទៅសង្គ្រាមបានចាប់ផ្ដើមធ្វើឲ្យប្រជាជនរាប់រយរាប់ពាន់គ្រួសារចាក់ចេញពីលំនៅឋានដើម្បីស្វែងរកកន្លែងសុវត្ថិភាពក្មេងខ្លះត្រូវវង្វេងឪពុកម្ដាយដោយសារតែម្ដាយឪពុករបស់ពួកគេភ័យស្លន់ស្លោរត់ចូលត្រង់សេអំវងនៅពេលដែលចូលទៅដល់ភូមិអ្នកស្រុកក៏ឃើញពួកគេដេញតាមអ្នកស្រុកដើម្បីបាញ់ប្រហារគាត់ទ្រាំប្រមាណក៏ដកកំភ្លើងបាញ់ពួកវាស្លាប់អស់ម្នាក់
ចំណែកឯពួកវាម្នាក់ទៀតមិនបានចាប់អារម្មណ៍នៅតែដេញតាមប្រជាជនដើម្បីបាញ់ប្រហារធ្វើឲ្យស្លាប់អស់ម្នាក់ហើយបន្តដេញបាញ់អ្នកផ្សេងទៀតរត់ចូលព្រៃបាត់សំណោឆឹងនៅស្ងៀមបើសិនជាមិនចង់ស្លាប់ទេ លោកអ៊ំខ្ញុំគឺជាកូនសម្ោចលោកអ៊ំលុនបានបញ្ជាខ្ញុំឲ្យមកជួយលោកអ៊ំគាត់នឹងមកតាមក្រោយ សំណាងឲ្យឯងជាយើងមើលតន់កុំអីបែកស្ទះក្តារបាត់ សុំទោសលោកអ៊ំដែលមកស្ងាត់ ក្រោយមកលោកអ៊ំលុនក៏មកដល់ហើយកងទ័ពពួកឈ្លានពានក៏មកដល់ដូចគ្នាលើកនេះវាមកកាន់តែច្រើនជាងមុនក្រោយមកលោកអ៊ំលុនក៏មកដល់ហើយកងទ័ពពួកឈ្លានពានក៏មកដល់ដូចគ្នាលើកនេះវាមកកាន់តែច្រើនជាងមុនឃើញដូច្នេះលោកអ៊ំលុនក៏ឲ្យលោកអ៊ំវងចាក់ចេញទៅមុនហើយទៅការពារអ្នកភូមិគាត់នៅទីនេះជួយទប់ស្កាត់ពួកវាកុំឲ្យរត់ទៅមុខជាមួយនឹងកូនសម្ោចក្រោយលោកអ៊ំវងទៅបាត់មួយសន្ទុះកូនសម្ោចក៏ត្រូវគ្រាប់ស្លាប់ចំណែកឯអ៊ំវងក៏ត្រូវរបួសធ្ងន់ធ្ងរទោះយ៉ាងណាកងទ័ពឈ្លានពានទាំងអស់ក៏ត្រូវអ៊ំលុនសម្លេះគ្មានសល់ប៉ុន្តែចុងក្រោយអ៊ំលុនក៏ត្រូវសម្លាប់ក្រោយពីអ៊ំលុនសម្លាប់ដោយសាររបួសធ្ងន់ធ្ងរក៏លេចចេញនៅនិរតីមកជួយសង្គ្រោះហើយក៏នាំយកគាត់ចាក់ចេញបាត់ទៅឯងប្រកាសអត់ថាចង់ចាត់អាយុដើម្បីគេនោះ ការប្រយុទ្ធនៅតែបន្តទោះបីជាពួកឈ្លានពានមានអាវុធទំនើបប៉ុន្តែកងទ័ពរបស់ខ្មែរស្ម័គ្រស្លាប់មិនរៀថយការពារទឹកដីនេះការពារប្រជាជនយើងនិងការពារដែលអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា
ឲ្យគង់វង្សថិតថេរជាអមតៈប្រជាជនខ្មែរមិនត្រូវការទឹកដីនរណាហើយក៏មិនត្រូវឲ្យនរណាម្នាក់មកឈ្លានពានទឹកដីមួយនេះតាមតែអំពើចិត្តនោះទេកងទ័ពពួកឈ្លានពានបញ្ជូនមកកាន់តែច្រើនលើកនេះមានទាំងរថក្រោះនិងយន្តហោះវាយប្រហារទៅលើលំនៅឋានវត្តអារាមនិងលើវីរៈកងទ័ពខ្មែរដែលកំពុងតែឈរជើងការពារខ្សែបន្ទាត់ព្រំដែនទីហ៊ានខ្មែរប្រឹងប្រែងការពារទឹកដីនិងភូមិអ្នកស្រុកទាំងលំបាកតែក្នុងចិត្តរបស់ពួកគាត់ម្នាក់បានបដិញ្ញាចិត្តលះបង់សាច់ស្រស់ឈាមស្រស់ថ្វាយដល់ទឹកដីជនជាតិរបស់ខ្លួននិងប្រាសាទបុរាណខ្មែរដែលដូនតាបានលះបង់ជីវិតដើម្បីការពារដើម្បីឲ្យកូនចៅជំនាន់ក្រោយមានដីរស់នៅនិងមានកេរដំណែលដ៏អស្ចារ្យដើម្បីបង្ហាញជូនដល់ពិភពលោកនេះថាប្រទេសខ្មែរធ្លាប់ជាមហាអំណាចនៅក្នុងតំបន់នេះលោកអ៊ំមើលទៅតបរបស់ពួកវាច្រើនណាស់ ឯងខ្លាចមែនទេ ខ្ញុំមានអារម្មណ៍ថាភ័យតិចៗដែរលោកអ៊ំ ត្រូវចាំថាឪពុកម្ដាយនិងមនុស្សជាទីស្រឡាញ់របស់កូនតុងឯងនៅចាំឯងនៅឯផ្ទះហើយទឹកដីនេះគឺជាទឹកដីរបស់ខ្មែរដូច្នេះអរុក្ខរៈអ្នកតាគេនឹងការពារថែរក្សាពួកយើងធ្វើចិត្តឲ្យក្លាហានពួកយើងនឹងមិនអីទេពួកវាក៏ជាមនុស្សយើងក៏ជាមនុស្សអញ្ចឹងគ្មាននរណាខ្លាំងជាងនរណានោះទេ បាទលោកអ៊ំខ្ញុំយល់ហើយ
លោកអ៊ំបងប្អូនយើងស្លាប់ច្រើនណាស់ មើលទៅមានតែសម្រុកចូលទៅកំតិចរត់ក្រោះរបស់ពួកវាទេទើបយើងមានសង្ឃឹមឈ្នះពួកវាប៉ុន្តែឯងត្រូវតែបាញ់ការពារយើងពីក្រោយទើបអាចទៅរួច ធ្វើបែបហ្នឹងមិនកើតទេដឹងអ៊ំព្រោះតបពួកវាច្រើនណាស់វិធីហ្នឹងបន្ថយបន្ថានខ្លាំងណាស់អ៊ំអើយរកវិធីអីផ្សេងទៅខ្ញុំខ្លាចថាខ្ញុំជួយបាញ់ការពារអ៊ំមិនទាន់ព្រោះអីខ្ញុំគឺជាកងទ័ពថ្មីមិនដូចជាកងទ័ពជំនាន់អ៊ំហ្នឹងទេដែលស្ទាត់ជំនាញហើយនឹងប្រឡូកនៅក្នុងការធ្វើសង្គ្រាមហ្នឹងច្រើនរកវិធីផ្សេងទៅអ៊ំ បើមិនប្រើវិធីនេះគ្មានវិធីផ្សេងនោះទេធ្វើបែបនេះតបជំនួយយើងអាចនឹងមកតាន់អាចនឹងជួយយើងហើយយើងក៏នឹងមានជ័យជំនះទៅលើពួកវាមានសង្ឃឹមតិចតួចប្រសើរជាងគ្មានសង្ឃឹមយ៉ាងណាក៏ដោយអ៊ំចាស់ហើយអ៊ំយកជីវិតចុងក្រោយមួយនេះដើម្បីថ្វាយជូនប្រទេសជាតិពិតជាមានតម្លៃណាស់ ទេមិនកើតទេអ៊ំ បើវាធ្វើមិនកើតទុកឲ្យយើងអ្នកជួយ ឯងជាខ្មោចព្រាយពិសាចមកពីខាងណាឯងមិនខ្លាចទេវើយ យើងគឺលបងលុនរបស់ឯងហ្នឹងណាឯងអត់ចាំសម្លេងរបស់យើងទេ លបងលុនលបងស្លាប់ហើយ អ៊ំលុន អញស្លាប់ហើយមិនបាច់សួរនាំច្រើនទេចាំអញជួយ លបងសល់ត្រឹមតែក្រុមឆ្អឹងហ្នឹងជួយដល់របៀបមិនទៅ កុំថាឡើយយើងសល់ត្រឹមក្រមចិនទោះបីយើងសល់ត្រឹមតែវិញ្ញាណក៏យើងមិនឲ្យពួកវាឈ្លានពានទឹកដីយើងបានដែរឯងចាំមើលសិនទៅ លុនបានប្រើអំណាចផ្លូវចិត្តអំណាចបុណ្យកុសលដើម្បីបំផ្លាញអាវុធធុនធ្ងន់របស់ពួកចៅឈ្លានពានប៉ុន្តែចុងក្រោយគាត់ក៏រលាយបាត់ដែរទោះយ៉ាងណាក៏ដោយពួកចៅឈ្លានពាននៅតែបញ្ជូនទ័ពចូលមកយ៉ាងណាក៏ដោយកងទ័ពជំនួយរបស់ខ្មែរក៏មកដល់ រាជនីរត់ទៅបងអូន បងមេតាអត់ទេឆាប់លេខបងមេតាភ្លាម ជួយด้วย យើងមិនអាចធ្វើបាបបងមេតារបស់យើងទេ ឯងប្រកាសអត់ថាចង់ចាត់អាយុដើម្បីគេនោះ ដើម្បីគាត់បានរស់ខ្ញុំសុខចិត្តធ្វើឲ្យគ្រប់យ៉ាង